បាទសូមអនុញ្ញាតគ្រប់ពុកម៉ែអ៊ំពូមីងបងប្អូនទីគ្រប់ទីខ្ញុំបាទជារាស៊ីអសំឡងទទួលមកការសាងសង់និងជួសជុលផ្ទះ25ទឹកបាទសម្រាប់ថ្ងៃនេះដែរថ្ងៃទី21ខែ6ឆ្នាំ2025បាទខាងចំបាត់ចុះជួលផ្ទះមួយកន្លែងស្ថិតក្នុងរាជធានីភ្នំពេញបាទសម្រាប់ផ្ទះនេះដែរម្ចាស់ផ្ទះគាត់ទិញហើយតែអត់បានចូលនៅទេឥឡូវគាត់ឲ្យខាងពួកខ្ញុំមកជួសជុលបែកខាងក្រោមឡើងទិសហើយនឹងផ្នែកចង្ក្រានបាយបាទសម្រាប់ជាងនេះយើងបាយចេញហើយសម្រាប់ផ្នែកខាងក្រោមនេះយើងគាស់ការ៉ូចាស់ចេញហើយកន្លែងប្រួយនេះយើងរៀបឥតបិទនឹងបោកនិងយើងរៀបការ៉ូថ្មីឡើងវិញហើយកន្លែងទ្វារបន្ទប់នេះយើងបិទចោលហើយយើងបុកវាវិញយើងបើកទ្វារនៅបែកខាងក្រោយចង្ក្រានវិញបាទយើងនឹងបរិចបញ្ជាំងនេះធំបន្តិចហើយយើងដាក់ទ្វារនៅខាងនេះវិញព្រោះផ្ទះនេះពីមុនខាងក្រោយចង្ក្រាននេះក៏អត់មានបន្ទប់ទឹកប្រើទេគាត់ប្រើនៅបែកខាងក្នុងបន្ទប់នេះវិញឥឡូវម្ចាស់ផ្ទះគាត់ដូរគាត់ដាក់ទ្វារផ្នែកខាងនេះហើយនឹងបរិចបន្ទប់ទឹកនេះយើងធំបន្តិចបាទហើយសម្រាប់ការ៉ូនេះគឺគាត់ចេញនឹងរៀបថ្មីបាទហើយក៏សូមអរគុណពុកម៉ែអ៊ំពុំមីងបងប្អូនទាំងអស់ដែលបានទស្សនាវីដេអូខ្ញុំបាទកន្លងមកហើយបើសិនជាចាប់អារម្មណ៍ជួសជុលផ្ទះតូចធំក្តីអាចតាក់ទងមកខ្ញុំបានជារាស៊ីអសំឡងទទួលជួសជុលផ្ទះនិងសាងសង់ផ្ទះ25ខែក្រុងបាទសូមអរគុណច្រើនសូមជម្រាបលា